ឡឆាប់ឆាយខ្មៅបងអូនអើយអញ្ចឹងក៏មិនបងអង្គយកទេចាគឺរៀបគ្រឿងក្រៅស្លតែម្ដងចាហើយក៏បានទៅផ្សារហ្នឹងឃើញឆ្អឹងចានីជ្រូកមួយលក់ល្អពេកក៏ទិញមកកន្លះគីឡូមកចាយកមកស្លតែម្ដងហើយសម្លហ្នឹងបងអូនអើយបានយូរហូបម្ដងនិយាយពីថាឆ្ងាញ់អើយឆ្ងាញ់បងអូនហើយគ្រឿងផ្សំរបស់គេហ្នឹងគឺអត់មានអីច្រើនទេបងអូនអើយស្រួលធ្វើមែនតែនចាកាលពីមុនអីអត់តន់ចេះធ្វើគឺពិបាកមែនតែសម្រាប់ខ្ញុំដល់ពេលបានធ្វើបានចេះឲ្យបងអូនអើយស្រួលមែនតែនចាអ្វីក៏ដល់តវ៉ាតែត្បូងទេបងអូនតែយើងហ៊ានធ្វើបានម្ដងហើយគឺដឹងហើយចាថាស្លរបៀបមិនទៅឆ្ងាញ់អញ្ចឹងបងអូនកាលពីមុនអីនៅជាមួយម៉ាក់បងអូនអើយឲ្យតែឃ្លានសម្លអីម្ដងដឹងតែប្រាប់ម៉ាក់ឲ្យអញ្ចឹងគាត់ធ្វើឲ្យហូបអញ្ចឹងដោយសារតែខ្លួនឯងអត់តន់ចេះស្លបងអូនចាំមិនថាដល់ពេលមានគ្រួសារបងអូនអើយខុសគ្នា90ដឺការ៉េហ្មងចាគឺឃ្លានអីគឺស្លខ្លួនឯងឯងចាបាននៅចិត្តម៉ាក់ទៀតដោយសារតែម៉ាក់នៅស្រុកខ្ញុំនៅពេញអញ្ចឹងហើយទូឃ្លានអីក៏ត្រូវតែធ្វើខ្លួនឯងដែរណាមួយយើងមានគ្រួសារអញ្ចឹងយើងត្រូវតែចេះស្លតែអត់ចេះស្លប្រវត្តិចំគ្រួសារចាដោយសារតែយើងជាមនុស្សស្រីបងអូនអញ្ចឹងហើយជាស្ត្រីមានផ្ទះទៀតអញ្ចឹងហើយយើងមិនអាចថាមិនចេះស្លទេបងអូនអើយព្រោះអីគ្រួសារយើងអត់ចេះស្លហើយយើងអត់ចេះស្លទៀតចោលឲ្យកូននឹងមិនអីហូបទេចាគឺប្រកាសជាពងទារាល់ថ្ងៃហើយចាបានថាពងទារាល់ថ្ងៃវាធំណាបងអូនថាយូរហូបពងទាម្ដងអីណាបងអូនតែហូបអាពងទារាល់ថ្ងៃនេះគឺអូយទៅមករួចទេចាគ្រូចូលចិត្តយ៉ាងណាក៏ដោយចាអញ្ចឹងហើយត្រូវតែចេះសម្លខ្លះហើយបើមិនចង់ទេប្រកាសជាកូននឹងញ៉ាំពងទាតែឥឡូវបងអូនតែនិយាយលេងប៉ុណ្ណឹងបានហើយចូលមកមើលសម្លនេះខ្ញុំវិញបងអូនអើយនេះហើយឆ្អឹងនឹងដែរបងអូនអើយខ្ញុំកាប់អីធំនេះដោយសារតែឆ្នាំងវាទូចអញ្ចឹងហើយខ្ញុំកាប់ទូចទេដោយសារតែវាឆាប់ពេញឆ្នាំងអញ្ចឹងប្រកាប់ធំបងអូនប្រកាប់ទូចទៅវាបានសាច់ច្រើនហើយវាស្រួលស្លទៀតចាវាអត់ទៅឆ្នាំងអីអញ្ចឹងចាហើយជីចៃខ្មៅនឹងដែរបងអូនអើយនិយាយរួមគឺខ្ញុំតាក់តែពីរខ្ចប់ទេចាឡើងត្រាំទឹកឡើងហិចឡើងច្រើនចាបងអូនក៏លាយជាមួយចិត្តច្រវាងហើយនឹងពពុះសណ្តែកផងដែរចាបងអូនឥឡូវបន្ទាប់ពីនេះខ្ញុំមកងាស់សាច់និងគ្រឿងចូលជាគ្នាបានល្អហើយក៏នេះខ្ញុំចាប់ផ្ដើមមកងាស់ទឹកយកតែម្ដងចាបងអូនអើយហើយនេះគ្រឿងផ្សំនេះដាក់បន្តទៀតចាបងអូនឥឡូវបន្ទាប់ពីទឹកយ៉ាងពុះមកល្មមមកក៏នេះខ្ញុំចាប់ផ្ដើមដាក់ម្រេចចូលចាបងអូនហើយម្រេចនឹងដែរបងអូនអើយដាក់តាមចំណងចិត្តទៅណាដាក់ចូលចិត្តច្រើនដាក់ច្រើនចូលចិត្តតិចដាក់តិចទៅចាបងអូនតែនេះខ្ញុំចូលចិត្តច្រើនខ្ញុំដាក់ច្រើនដើម្បីយើងឈ្ងុយចឹងណាបងអូនហើយអធិស្ឋានផងបងអូនអើយសំឡេងរៀងក្អកទៀតហើយដោយសារតែរត់តែឈឺខ្លាំងនេះខ្ញុំនេះបងអូនអើយកាយឡើងលេបថ្នាំអីក៏មិនសូវបាត់ដែរចឹងហើយបងអូនទាំងអស់គ្នាជួយថែសុខភាពផងណាបងអូនចង់និយាយថាអាកាសធាតុវាអត់សូវល្អទេព្យុះផងអីផងភ្លៀងផងចាចឹងហើយវាអាចនឹងឆ្លងផ្ដាសាយលឿនចឹងណាបងអូនចឹងហើយបងអូនទាំងអស់គ្នាថែសុខភាពបានល្អទាំងអស់គ្នាផងណាបងអូនឥឡូវតាមកមើលសម្លនេះខ្ញុំវិញបងអូនអើយនេះគឺដល់វាដាក់បន្លែដាក់អីហើយឆ្អិនបាត់ហើយចាបងអូនអើយហើយទឹកសម្លពូឡើងខូចអូយបងអូនអើយឡើងឈ្ងុយពេញផ្ទះតែម្ដងចាហើយចុងក្រោយគឺបងពពុះសតាយគួរជាការស្រេចចាបងអូនហើយនិយាយរួមមកបងអូនអើយសម្លមុខនេះចាបានហូបក្តៅអីនិយាយថាឆ្ងាញ់អើយឆ្ងាញ់តែទុកតិចគួរឆ្ងាញ់មួយយ៉ាងដែរចាបងអូនគាត់ថាឆ្ងាញ់មួយយ៉ាងម្នាក់គាត់តែចំណូលចិត្តខុសគ្នាអីចឹងណាបងអូនខ្ញុំចូលចិត្តក្តៅសម្រាប់បងអូនវិញគឺចូលចិត្តតិចអីចឹងទៅចាចិត្តវាមិនដូចគ្នាទេតែសម្រាប់ខ្ញុំចូលចិត្តលាកមាត់ហ្នឹងគឺឆ្ងាញ់ណាស់បងអូនអើយចាឥឡូវបន្តពីចាណាគាត់ខ្ញុំដូចដាក់ចានរួចជាការស្រ័យបងអូនអើយនេះមានទាំងផ្ចិតមានទាំងសិតមានទាំងបន្លែបន្តិចចឹងទៅអូយបងអូននិយាយថាឆ្ងាញ់អើយឆ្ងាញ់មានទាំងត្រីម្ទេសចេះទៀតអូយបងអូនបាយអត់ដឹងអស់ពីចានទាំងខ្លួនទេតាអញ្ចឹងបងអូនមកហូបបាយជាមួយយើងខ្ញុំទាំងអស់គ្នានេះថ្ងៃនេះសម្លឆាប់ឆាយខ្មៅណា